ទៅសៀមរាបគម្រមឡងប្លង់ថតថប់ស៊េរីនេះគេកំពុងពេញនិយមខ្លាំងតម្រង់ជួរចាំថតបាត់ទៅហើយអត់បានថតដូចទៅខាត់ជើងទៅទេស្ថិតក្នុងរដូវវស្សាទឹកដីអង្គរវត្តជាទីកំសាន្តអារម្មណ៍ដ៏អស្ចារ្យមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដូចទៅនឹងឃ្លាកំពុងពេញនិយមថា When life hurts សៀមរាប heal ដែលទិដ្ឋភាពក្នុងរដូវកាលនេះមានទេសភាពល្អស្រស់ត្រកាលប្រកបដោយកម្រាលស្មៅពណ៌បៃតងក្រាលក្របសង្គ្រប់ផ្ទៃប្រាសាទបូករួមនឹងដើមឈើធំធំត្រឈឹងត្រឈៃពាសពេញក្នុងតំបន់អង្គរคล้ายជាទីមនោរម្យក្រៃលែងដកចិត្តពុំរួចអ្វីដែលកាន់តែពិសេសទៀតនោះក្នុងរដូវកាលបច្ចុប្បន្ននេះគេកំពុងពេញនិយមនៅប្លង់ថតចំនួន3ក្នុងភូមិសាស្ត្រខេត្តសៀមរាបដែនដីដ៏ពិសិដ្ឋមួយនេះខណៈបើបានទៅហើយពុំបានថតច្បាស់ជាគក់ទ្រូងស្ដាយក្រោយដែលប្លង់ទាំងនោះមានដូចជា1ប្លង់ថតនៅប្រាសាទអង្គរវត្តទិសខាងជើងពិតណាស់ប្លង់រូបភាពកំពុងពេញនិយមនិងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះគឺប្លង់ថតដែលស្ថិតនៅក្នុងប្រាសាទអង្គរវត្តទិសខាងជើងជាប្លង់ទិដ្ឋភាពដែលប្រៀបបានទៅនឹងផ្ទាំងគំនូរដែលបច្ចុប្បន្នប្លង់នេះកម្រមានអ្នករំលងណាស់ប្រៀបបានទៅសៀមរាបដែលឈានដល់ការតម្រង់ជួរចាំថតយ៉ាងត្រៀបត្រាទៀតផង2ប្លង់ថតមច្ឆានៅប្រាសាទព្រះខ័នមែនតើទៅពុំមានមច្ឆាអ្វីនោះទេតែស្រះទឹកចិត្តប្រាសាទព្រះខ័នក្នុងរដូវវស្សាក្រោយត្រូវភ្លៀងធ្លាក់ស្រោចស្រពបាត់បង្កើតទៅជាទស្សនីយភាពមានពណ៌បៃតងសាយសពប្រៀបបានទៅនឹងមច្ឆានោះឯងបច្ចុប្បន្នទីតាំងនេះជាប្លង់ថតដ៏ពេញនិយមកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតត្រូវតម្រង់ជួររងចាំថតផងដែរ3ប្លង់ថតយុវវ័យនៅហាងកាហ្វេកាមឹកមកដល់ប្លង់មួយនេះត្បិតថាចាក់ប្រធានបទពីប្លង់ប្រាសាទទាំងពីរខាងលើបន្តិចតែប្លង់ថតរូបនៅទីតាំងហាងកាហ្វេកាមឹកនៅក្នុងក្រុងសៀមរាបពិតជាប្លង់ដ៏ពេញនិយមមួយសម្រាប់យុវវ័យទាន់សម័យពុំអាចប្រកែកបានព្រោះថាហាងកាហ្វេមួយនេះមានយុវវ័យទៅថតរូបលេងកម្សាន្តច្រើនបន្ទាប់ពីការធ្វើដំណើរមកពីប្រាសាទជាទីតាំងដែលអាចស្លៀកពាក់ស្អាតទាន់សម័យជាមួយ background ហាងដ៏ស្រស់ស្អាតបែបជប៉ុនបច្ចុប្បន្នទីតាំងនេះក៏មានភ្ញៀវច្រើនតម្រង់ជួរគ្នាចាំថតផងដែរ